ក្របខ័ណ្ឌដែលយើងរៀបចំនេះពីដើមនិយាយថាគ្រូមត្តេយ្យគ្រូបឋមគ្រូអនុវិទ្យាល័យឬមជ្ឈមសាស្ត្របឋមភូមិអត់និយាយក្របខ័ណ្ឌកទេគឺក្របខ័ណ្ឌគេកំណត់តាមភូមិសិក្សាដែលបង្រៀននេះព្រះរាជកិច្ច3មុនបើថាគ្រូមត្តេយ្យនិងគ្រូបឋមនៅក្នុងក្របខ័ណ្ឌគោគឺក្របខ័ណ្ឌគ្រូបឋមហៅក្របខ័ណ្ឌគ្រូបឋមបានមានគ្រូបឋមសិក្សានិងគ្រូមត្តេយ្យសិក្សាមួយទៀតគ្រូបង្រៀនកម្រិតមូលដ្ឋានគឺគ្រូបង្រៀននៅអនុវិទ្យាល័យនិងគ្រូបង្រៀនកម្រិតដំមត្តេយ្យក៏ដោយបឋមក៏ដោយអនុវិទ្យាល័យក៏ដោយមានបញ្ញាបត្រចឹងពុំមានដល់បណ្ឌិតក៏នៅតែក្របខ័ណ្ឌខគោបើសិនជាដាក់ពាក្យប្រឡងចូលទៅធ្វើជាគ្រូមត្តេយ្យគ្រូបឋមគ្រូអនុវិទ្យាល័យកុំឋានត្រឹមបញ្ញាបត្រមានដំបណ្ឌិតក៏ដោយក៏នៅតែក្របខ័ណ្ឌខនិងគោនេះថ្មីនេះអត់ចឹងទេឲ្យទៅបណ្ដុំដាលបញ្ញាបត្របញ្ញាបត្របូក1បញ្ញាបត្របូក2ភ្ជាប់នឹងចំណុចទី2គឺតាំងសុខពីមុនអត់ទេបណ្ដុំដាល3ឆ្នាំ4ឆ្នាំ2ឆ្នាំ1ឆ្នាំក៏ដោយ12ខែជាកម្មសិក្សាការីមុននឹងទៅតាំងសុខឥឡូវនេះពេលព្រះរាជកិច្ចចេញទៅគឺចែងច្បាស់មកបើបណ្ដុំដាលក្នុងរង្វង់1ឆ្នាំឬ2ឆ្នាំការតាំងសុខតែ6ខែទេហើយបើឆ្លងកាត់វគ្គបណ្ដុំដាលលើសពី2ឆ្នាំរយៈពេលធ្វើកម្មសិក្សាហ្នឹងតែ3ខែឃើញទេមានបាននឹកសម័យចឹងទៅណាតែខ្ញុំខំលើកទៅក្នុងអង្គប្រជុំក៏ធ្វើសេចក្តីព្រៀងមិនអញ្ចឹងខ្ញុំថាពីព្រោះគ្រូយើងនៅក្នុងឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ហ្នឹងសិតតែបានធ្វើកម្មសិក្សាគរុកុសលមានហេតុផលដែលមិនមែនចេះថាក្រុមការងារឃើញថាសុំបានទេត្រូវតែមានហេតុផលជាសច្ចានុមត្តនិងលក្ខណៈវិទ្យាសាស្ត្រចំណុចទី3អត្ថប្រយោជន៍បានទាំងលោកគ្រូដែលចេញយូរហើយខ្ញុំមិនប្រើពាក្យថាលោកគ្រូចាស់ទេលោកគ្រូនៅតែក្មេងអញ្ចឹងប៉ុន្តែបានចេញទៅបង្រៀនមានអតីតភាពការងារច្រើនហើយបាទអាច30ឆ្នាំ40ឆ្នាំបាទដែលបានទៅបម្រើប៉ុន្តែគិតថាបើសិនជាយើងបានចេញអាយុ18ឆ្នាំបាន18ឆ្នាំមិនទាន់បានធ្វើគ្រូទេព្រោះអាយុ17នៅសញ្ញាបត្រមជ្ឈមសាស្ត្រទុតិយភូមិនឹងបើសិនជាប្រឡងជាប់មជ្ឈមសាស្ត្រទុតិយភូមិនៅអាយុ17ឆ្នាំអញ្ចឹងជាទូទៅគឺ18តាមមុខងារសាធារណៈអាយុ18អញ្ចឹងខ្ញុំគិតថាមកដល់ថ្ងៃនេះអ្នកដែលអាចមកសួររកអត្ថប្រយោជន៍ហ្នឹងគឺលោកគ្រូដែលចាប់ផ្ដើមចូលបម្រើការងារនៅក្នុងឆ្នាំ1986បាទបាទអ្នកដែលមុន86ហ្នឹងចូលនិវត្តន៍ហើយមិនមករកអត្ថប្រយោជន៍ដោយដំធានថាហ្នឹងអត្ថប្រយោជន៍ផ្នែកចូលនិវត្តន៍វិញបាទប៉ុន្តែបើអត្ថប្រយោជន៍ក្នុងបរិយាកាសនៃរឿងអីកម្មអីហ្នឹងអត់មានមកកម្មអីជាមួយទេបាទហ្នឹងតើនេះចាប់ពី1986ទៅបាទហ្នឹងនឹងមានអត្ថប្រយោជន៍ក្នុងអត្ថប្រយោជន៍នេះដូចខ្ញុំជម្រាបខាងដើមថាឥឡូវហ្នឹងឲ្យតែមានបញ្ញាបត្រចូលទៅក្នុងវគ្គបណ្ដុំបណ្ដាលចប់កម្មសិក្សា1ឆ្នាំទៅ2ឆ្នាំបើរៀន1ឆ្នាំ2ឆ្នាំតាំងសុខ6ខែបើរៀនលើសពី2ឆ្នាំគឺតាំងសុខតែ3ខែទេបាទហើយនៅពេលនេះគិតទៀតណាបើសិនជាមកនឹងមានដល់សញ្ញាបត្របណ្ឌិតកាលមុនអត់ទេដូចខ្ញុំថាយើងមត្តេយ្យបឋមអនុវិទ្យាល័យមានបណ្ឌិតក៏ដោយនៅតែកខហ្នឹងបាទហើយបើនិស្សិតសតហ្នឹងគឺ12ខែលើកនេះអត់ទេអញ្ចឹងបើសិនមានបណ្ឌិតបណ្ឌលោកគ្រូអ្នកគ្រូដែលអញ្ជើញមកនេះដឹងហើយបើកាលណាមានបណ្ឌិតយើងក្នុងបរិយាកាសនេះមិនមែនថាចោលទេគឺមានចែងនៅក្នុងបរិយាកាសនេះគឺបានរហូតដល់ក្របខ័ណ្ឌក22ក្នុងតនន្តរសាស្ត្រមាន3មានក1
ក2ក3ឃើញទេបើមានដល់បណ្ឌិតគឺឲ្យទៅដល់ក2ណាបាទក2 2ហើយបើគេចាញ់ដំបងទីហ្នឹងកមែនបើគេចាញ់ពីក3 4ចាញ់ដំបង4 4 3 2 1ពួកវា4 4 6ប៉ុន្តែលោកគ្រូអ្នកគ្រូយើងមួយចំនួនអត់ដឹង4 4 6ទេចាំតែគេបើកឲ្យប្រហែលប៉ុណ្ណឹងនោះហើយបើកមកគ្រប់អត់លឺមាត់ទេបើកខ្វះបានមិនចឹងអាហ្នឹងវាប៉ុណ្ណឹងទេលោកគ្រូយើងណាអញ្ចឹងបើមិនដិតគឺបានក្នុងប្រឡោះនឹងក3 3 2 1គឺបានក2 2ហើយបើមានសញ្ញាបត្របញ្ញាបត្រដែលទទួលស្គាល់ចាញ់ព្រាមមិនមែនក3 4ឲ្យក3 3ទៀតឃើញទេហើយមួយថ្នាក់នោះមិនមែនទេគឺ2ឆ្នាំបានបើអត់ធ្វើសោះបាន2ឆ្នាំបាននេះឲ្យចាញ់ព្រាមពេលតាំងសុខឲ្យក3 3មិនមែនក3 4ទេឲ្យក3 3ហើយបើមានបញ្ញាបត្រចន្ទពោះឲ្យក3 2ទៀតគឺគិតនៅវាសពគ្រប់ហើយមិនឲ្យបាត់អីតិចសោះបាទនឹងអត្ថប្រយោជន៍ដែលបានក្នុងន័យមួយទៀតទាំងគ្រូដែលចេញថ្មីក៏ដោយទាំងគ្រូដែលបានបម្រើការយូរហើយត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពដូចគ្នានៅក្នុងពរិយាកិច្ចនេះដែលក្នុងពរិយាកិច្ចនេះបានចែងឲ្យរៀបចំអនុក្រឹត្យស្ដីពីកន្លងអាជីពគ្រូបង្រៀនហើយដែលពរិយាកិច្ចមុនអត់ដែលឮពាក្យហ្នឹងទេសំបីទៅនៅក្រសួងអប់រំមួយចំនួនហ្នឹងក៏អត់ដែលឮពាក្យអីកន្លងអាជីពគ្រូបង្រៀនទេឥឡូវនេះក្នុងពរិយាកិច្ចនេះចង្អុលឲ្យអង្គភាពស្ថាប័នឯពាក្យព័ន្ធធំបំផុតគឺអប់រំមុខងារសាធារណៈសេដ្ឋកិច្ចរហូតមហាផ្ទៃនេះនឹងរៀបចំអនុក្រឹត្យស្ដីពីកន្លងអាជីពគ្រូបង្រៀនដែលឮទេថ្មីមកអាលងអាជីពគ្រូបង្រៀនភ្ជាប់នឹងប្រកាសអមស្ដីពីការអភិវឌ្ឍសមត្ថភាពដែលជាសមិទ្ធកម្មថ្មីស្ដីពីប្រព័ន្ធលើកទឹកចិត្តមន្ត្រីរាជការក្នុងរដ្ឋបាលសាធារណៈប៉ុន្តែក្នុងរាជកិច្ចនេះសំដៅទៅលើគ្រូបង្រៀនអត់មានចោលទេអ្នកដែលមិនអាចទៅយកបញ្ញាបត្រឬបញ្ញាបត្រចិនពុះរំលឹកបានអភិវឌ្ឍសមត្ថភាពនៅក្នុងកន្លងអាជីពគ្រូបង្រៀននឹងមានចែងអំពីឋានៈវិជ្ជាជីវៈដើម្បីផ្ដល់ប្រព័ន្ធលើកទឹកចិត្តបរិយាកាសទាំង3ហ្នឹងក៏អត់មានបោះចោលចិត្តនៅជាធរមាននៅជាធរមានអត់មានរាយកទេមើលនៅក្នុងអន្តរបញ្ញត្តិគឺនៅជាធរមានហើយក្នុងករណីថាលោកគ្រូយើងដែលមានអតីតភាពហ្នឹងសមត្ថភាពខ្សោយលទ្ធភាពក៏នៅតែបានអត្ថប្រយោជន៍2ឆ្នាំមួយថ្នាក់2ឆ្នាំមួយថ្នាក់ប៉ុន្តែខ្ញុំមិនជឿថាលោកគ្រូអ្នកគ្រូយើងអត់ធ្វើអីសោះទេនឹងមានការតម្រូវក្នុងកន្លងអាជីពគ្រូបង្រៀនក្នុងមួយឆ្នាំសិក្សាត្រូវតែធ្វើការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនចំនួនម៉ោងបាទអត់តនិយាយនៅក្នុងព្រះរាជកត្ថទេនឹងមានចែងលម្អិតនៅក្នុងប្រកាសនិងអនុក្រឹត្យប្រមាណម៉ោងក្នុងមួយឆ្នាំបាទហើយជាការចាប់បង្ខំក៏បានក៏ជារឿងមួយគេហៅថាបង្កើននិងបណ្ដុះវប្បធម៌សិក្សាពេញមួយជីវិតអានេះបើជាទូទៅថាពេញមួយជីវិតបើក្នុងគ្រូបង្រៀនថាម៉េចបណ្ដុះវប្បធម៌សិក្សាពេញមួយជីវិតការងារមានពាក្យមួយទៀតទូទៅដូចសប្តាហ៍ថ្ងៃខ្លាំងគេអត់ថាចាស់ទេបាទទៅរៀនយ៉ាងខ្លាំងគេទៅយកបណ្ឌិតទៀតអាយុ50ហើយទៅយកបណ្ឌិត60ក៏គេទៅយកបណ្ឌិតគេអត់មានគិតថាគេចាស់ទេដើម្បីខ្លួនចេះតែនៅក្មេងណាបាទអាហ្នឹងក្នុងមកឯនេះហើយពីបរិយាកាស3មុនហ្នឹងអត់មានទេនេះជារឿងមួយថ្មីដែលថាលោកគ្រូយើងទាំងលោកគ្រូដែលមានអតីតភាពខាងងារអ្នកដែលចេញថ្មីក៏ត្រូវដែរប៉ុន្តែបើអត់ធ្វើអីសោះដូចខ្ញុំនិយាយមិញគឺ2ឆ្នាំឡើងមួយថ្នាក់
2 ឆ្នាំឡើងមួយថ្នាក់ប៉ុន្តែ2ឆ្នាំឡើងមួយថ្នាក់ហ្នឹងមានតាមវេនទៀតបាទហ្នឹងមិនមែន 100% ទេមានប្រមាណភាគរយតាមហ្នឹងទៀតហ្នឹងជាអត្ថប្រយោជន៍ដោយឡែកនៅក្នុងអាណត្តិថ្មីអាណត្តិទី7នេះឯកឧត្តមប្រធាននៅទីនេះជាសាក្សីគឺរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ក្រសួងអប់រំយុវជនកីឡាបង្កើតអគ្គនាយកដ្ឋានមួយដែលឈ្មោះថាអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលនិងវិកិត្តការមូលហេតុអ្វីដែលអស់លោកស្រីមានបារម្ភថាលោកដែលមានអតីតភាពការងារអត់ទាន់មានបញ្ញាបត្រធ្វើម៉េចនេះតែរាជរដ្ឋាភិបាលតាមរយៈក្រសួងមុខងារសាធារណៈទទូចសុំឲ្យប្រមុខរដ្ឋាភិបាលអនុគ្រោះឲ្យក្រសួងអប់រំបង្កើតអគ្គនាយកបណ្ដុំបណ្ដាលកិច្ចការដោយសារថាលោកគ្រូយើងរាប់ម៉ឺននាក់ដែលមិនតាន់មានបញ្ញាបត្រមិនដឹងទេបាទយើងដឹងថាកម្ពុជាយើងក្រោយ7មករា1979យើងបើកបវេសនកម្មប្រវត្តិសាស្ត្រថ្ងៃ24ខែកញ្ញា1979ពេលនោះយើងមានថាម៉េចទៅរៀននិងទៅបង្រៀនគឺស្នេហាជាតិអត់មានគិតសញ្ញាបត្រទេឲ្យពេលណាមកគុណភាពគ្រូយើងចាប់បណ្ដុំដាលខ្ញុំគាត់តែសុំអនុញ្ញាតពីឯកឧត្តមប្រធានរំលឹកឡើងវិញទេតាំងពី3+1ពិតមើល3+1ធ្វើគ្រូបឋមសិក្សាមិនមែនថ្នាក់ទី3ចាស់ពីមុនយើងមានថ្នាក់ទី3ចាស់មិនមែនទេថ្នាក់ទី3ថ្មីប៉ុន្តែអ្នករតនគិរីមណ្ឌលគិរីគឺជាបញ្ញវន្តគាត់អស់ប៉ុណ្ណឹងយកមកបាទតមកទៀត4+3 7+2 7+3 9+2 រហូតមកដល់ឆ្នាំ1976ទើបមាន12+2យើងថាដល់កម្រិតរបស់យើងហើយ12+2ទៅ12+4ហ្នឹងមានតាំងពីមត្តេយ្យមានតាំងពីបឋមមានតាំងពីអនុវិទ្យាល័យហើយអនុវិទ្យាល័យហ្នឹងអាទិភាពលើអាទិភាពទៀតឲ្យគ្រូមុខវិជ្ជាគណិតនិងវិទ្យាសាស្ត្រទៅមុនទៀតនេះជាចំណុចដែលយើងត្រូវថាអត់មានទុកចោលទេត្រូវតែមករៀបចំជាប្រព័ន្ធ credit ហើយអនុគ្រោះទៀតឥឡូវយើងអត់មានមករៀនអង្គុយផ្ទាល់ទេមកន័យថាគិតប្រព័ន្ធ credit ហើយមានអនុគ្រោះមករៀនផ្ទាល់និងរៀនមិនផ្ទាល់តាមប្រព័ន្ធអនឡាញទៀតដើម្បីបង្កលក្ខណៈងាយស្រួលឲ្យអស់លោកស្រីតែមានបំណងចង់បន្ថែមបណ្ដុះការសិក្សា